មហាសង្ក្រាន្តឆ្នាំថ្មីទេវតាឆ្នាំថ្មីព្រះនាមកូរិកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងត្រូវយាងចុះមកបន្តតំណែងថែរក្សាចម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ព្រះនាងនឹងយាងមកដល់នៅម៉ោង 4:48 នាទីទីភ្លឺថ្ងៃច័ន្ទ2រោចខែចែកឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 14 ខែមេសាឆ្នាំ 2025 ព្រះនាងកូរិកៈទេវីទ្រង់អំពៅស្លៀកសំពត់ពណ៌លឿងសៀតផ្កាអង្គាបោសនៅត្រចៀកមានគ្រឿងអភរណៈកែវមុតតាជាមកុដគុជខ្យងភក្សាហាទ្រង់សោយប្រេងល្ងព្រះហស្តស្ដាំទ្រង់កាន់ព្រះខ័នព្រះហស្តឆ្វេងទ្រង់កាន់ឈើច្រត់គប់លើខ្នងខ្លាដំបងសូមបងប្អូនប្រជាពលរដ្ឋខ្មែរត្រៀមរៀបចំគ្រឿងរណ្ដាប់ដើម្បីទទួលទេវតាឆ្នាំថ្មីសូមសិរីសួស្តីជ័យមង្គលកើតមានដល់អស់លោកអ្នកគ្រប់ក្រុមគ្រួសារសូមអរគុណមហាសង្ក្រាន្តឆ្នាំថ្មីទេវតាឆ្នាំថ្មីព្រះនាមកូរិកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងត្រូវយាងចុះមកបន្តតំណែងថែរក្សាចម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ព្រះនាងនឹងយាងមកដល់នៅម៉ោង 4:48 នាទីទីភ្លឺថ្ងៃច័ន្ទ2រោចខែចែកឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 14 ខែមេសាឆ្នាំ 2025 ព្រះនាងកូរិកៈទេវីទ្រង់អំពៅស្លៀកសំពត់ពណ៌លឿងសៀតផ្កាអង្គាបោសនៅត្រចៀកមានគ្រឿងអភរណៈកែវមុតតាជាមកុដគុជខ្យងភក្សាហាទ្រង់សោយប្រេងល្ងព្រះហស្តស្ដាំទ្រង់កាន់ព្រះខ័នព្រះហស្តឆ្វេងទ្រង់កាន់ឈើច្រត់គប់លើខ្នងខ្លាដំបងសូមបងប្អូនប្រជាពលរដ្ឋខ្មែរត្រៀមរៀបចំគ្រឿងរណ្ដាប់ដើម្បីទទួលទេវតាឆ្នាំថ្មីសូមសិរីសួស្តីជ័យមង្គលកើតមានដល់អស់លោកអ្នកគ្រប់ក្រុមគ្រួសារសូមអរគុណ